ប៉ុន្តែមុននឹងយើងចាប់ដើមហើយមួយសង្ឃឹមក៏ភ្លេចអានអំពីគោលនយោបាយអប់រំពីដើមទីសេចក្តីនាំផ្នែកនាំណាតែមិនអីទេខ្ញុំបាទសូមទៅបាទលោកបាទពូការនេះនាំសូមគួយអានតិចមើលពីបបកថាតិចមកដើម្បីអធិប្បាយជាទូទៅពីព្រោះយើងមិនអាចនិយាយស្មានបានទេយើងមានឯកសារយោងយើងមានពាក្យពេចន៍ដែលយើងបានរៀបចំរួចហើយអញ្ចឹងសូមអញ្ជើញអ្នកសម្របសម្រួលអានបបកថានឹងបន្តិចមកដើម្បីឲ្យអ្នកស្ដាប់គាត់បានយល់ហើយបន្ទាប់មកចាំយើងនិយាយអំពីចក្ខុវិស័យបេសកកម្មនិងចំណុចស្នូលនៃគុណធម៌អ្វីគ្រប់បែបយ៉ាងបន្តទៀតបាទសូមអញ្ជើញបាទជាបឋមនេះខ្ញុំបាទខន្តីអភ័យទោសដែរទាក់ទងនឹងស្ថាប័នគោលនយោបាយអប់រំរបស់នៃរដ្ឋាភិបាលឯករាជ្យ$23គឺមានគោលនយោបាយសំខាន់ដូចតទៅបាទទាក់ទងនឹងវិស័យអប់រំគឺជាឆ្អឹងខ្នងនៃជោគវាសនាជាតិគឺជាកញ្ចក់ឆ្លុះបញ្ចាំងពីអនាគតនៃប្រទេសនីមួយៗសម្រាប់កម្ពុជាកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសថ្ងៃទី$23ឆ្នាំ1991មិនមែនគ្រាន់តែជាកិច្ចព្រមព្រៀងបញ្ឈប់អាវុធប៉ុណ្ណោះទេប៉ុន្តែវាគឺជាការសន្យាជាសកលក្នុងការកសាងប្រទេសមួយដែលប្រកាន់យកនៅលទ្ធិប្រជាធិបតេយ្យសេរីពហុបកនិងការគោរពសិទ្ធិមនុស្សក្នុងន័យនេះការអប់រំត្រូវតែជាថ្នាលបណ្ដុះបណ្ដាលស្មារតីទាំងនេះដើម្បីឲ្យពលរដ្ឋម្នាក់មានសមត្ថភាពពេញលេញក្នុងការតេរេសនេះនិងដឹកនាំវាសនាជាតិដោយឯករាជ្យទោះជាយ៉ាងណាក្នុងរយៈពេលជាង3ទសវត្សរ៍កន្លងមកនេះយើងសង្កេតឃើញថាប្រព័ន្ធអប់រំកម្ពុជាបាននឹងកំពុងដើរចេញឆ្ងាយពីគន្លងនៃស្មារតី$23ការបញ្ចូលមនោគមវិជ្ជាបកពួកទៅក្នុងសាលារៀនការរដ្ឋបတ်សេរីភាពសិក្សានិងការទុកឲ្យគ្រូបង្រៀនរស់នៅក្នុងភាពខ្វះខាតបានធ្វើឲ្យប្រព័ន្ធអប់រំក្លាយជាឧបករណ៍បម្រើនយោបាយជាបម្រើឲ្យការរីកចម្រើននៃស្មារតីពិតប្រាកដគម្លាតរវាងអ្នកមាននិងអ្នកប្រកាន់កាន់តែធំឡើងនិងអ្នកប្រកាន់តែរីកធំឡើងតាមរយៈវិសមភាពនិងគុណភាពអប់រំដែលនាំឲ្យយុវជនខ្មែរជាច្រើនបាត់បង់ឱកាសក្នុងការប្រកួតប្រជែងលើឆាកអន្តរជាតិបាទគោលនយោបាយអប់រំ$23នេះត្រូវបានរៀបចំឡើងក្នុងគោលបំណងវះកាត់និងព្យាបាលជំងឺជាប្រព័ន្ធនៃវិស័យអប់រំបច្ចុប្បន្នយើងមិនត្រឹមតែស្នើនៅការកែតម្រង់លើសម្បកក្រៅឬហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តប៉ុណ្ណោះទេប៉ុន្តែយើងផ្ដល់នៅយុទ្ធសាស្ត្រស៊ីជម្រៅក្នុងការរំដោះសាលារៀនចេញពីនយោបាយនិងការលើកកម្ពស់កិត្តិយសគ្រូបង្រៀនឲ្យស្ថិតនៅចំណុចកំពូលនៃសង្គមយើងជឿជាក់យ៉ាងមុតមមថានៅពេលដែលសាលារៀនក្លាយជាតំបន់អព្យាក្រឹតនៅពេលដែលគ្រូបង្រៀនមានជីវភាពសមរម្យនិងនៅពេលដែលកម្មវិធីសិក្សាបណ្ដុះបណ្ដាលនៅការត្រេះរិះនៅការរិះគន់វិទ្យាសាស្ត្រនយោបាយក្នុងនោះកម្ពុជានឹងអាចកសាងបាននៅធនធានមនុស្សដ៏រឹងមាំដែលជាខែលការពារឯករាជ្យជាតិដ៏ពិតប្រាកដនិងមានចីរភាពឯកឧត្តមសំរងស៊ីបានមានប្រសាសន៍ថាការអប់រំមិនមែនជាឧបករណ៍សម្រាប់បម្រើអំណាចបុគ្គលឬបកពួកណាមួយឡើយតាមរយៈស្មារតី$23យើងនឹងធ្វើឲ្យសាលារៀនក្លាយជាកន្លែងបណ្ដុះបណ្ដាលសេរីភាពការរិះគន់សេចក្តីថ្លៃថ្នូរដើម្បីឲ្យកូនខ្មែរគ្រប់រូបមានសមត្ថភាពម្ចាស់ការលើជោគវាសនាជាតិរបស់ខ្លួនបាទនេះគឺជាប្រសាសន៍ដ៏សំខាន់របស់លោកប្រធានសំរងស៊ីបាទលោកដែលជាប្រធាននៃរដ្ឋាភិបាលកម្ពុជាឯករាជ្យ$23លោកបានមានប្រសាសន៍ទាក់ទងនឹងវិស័យអប់រំគឺជាឆ្អឹងខ្នងគឺជាឆ្អឹងដ៏សំខាន់របស់ប្រទេសជាតិបាទទាក់ទងនឹងប្រធានបទនេះហើយសូមលោកពូជួយបកស្រាយទាក់ទងទៅនឹងចក្ខុវិស័យរបស់បេសកកម្មរបស់ស្ថាប័នអប់រំកម្ពុជាឯករាជ្យ$23ផងបាទសូមអញ្ជើញលោកពូបាទបាទអរគុណក្មួយយ៉ាងសខឿនហើយម្ដងទៀត
ដែលបានអាននៅប្រវត្តិថារបស់គោលនយោបាយរបស់យើងអញ្ចឹងយើងដឹងឮហើយថាជាចំណុចកលឹះពាក្យកលឹះដែលយើងបានឮមកគឺថាវិស័យអប់រំគឺជាឆ្អឹងខ្នងនៃវាសនាជាតិនិងជាកញ្ចក់ឆ្លុះបញ្ចាំងពីអនាគតនៃប្រទេសនីមួយៗប្រកបណាស់ថាប្រទេសមួយដែលអាចជឿនលឿនទៅបានគឺជាប្រទេសដែលសម្បូរទៅដោយធនធានមនុស្សដែលមានការអប់រំខ្ពស់ដែលមានការចេះដឹងច្រើនព្រោះអ្នកទាំងអស់នោះដែលមានការអប់រំខ្ពស់និងចេះដឹងច្រើនហ្នឹងគឺអាចនឹងកសាងប្រទេសទៅអនាគតឲ្យមានសេរីភាពឲ្យមានសុខដុមរមនាដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងប្រទេសនោះនេះជាចំណុចកន្លឹះសួរថាតើរដ្ឋាភិបាលកម្ពុជា$23ខ្ញុំកណាខ្ញុំនិយាយកាត់ឲ្យខ្លីមកដើម្បីឲ្យស្រួលស្ដាប់កុំឲ្យខាតពេលរដ្ឋាភិបាលកម្ពុជា$23ហ្នឹងមានចក្ខុវិស័យយ៉ាងម៉េចទីមួយគឺយើងដឹងថាប្រព័ន្ធអប់រំមួយដែលគឺជាប្រព័ន្ធអប់រំមួយដែលជាដែនដីអព្យាក្រឹតគឺថាមិនចូលគណៈបកណាមិននៅក្នុងក្រោមគណៈបកណាទេគឺនឹងជាថ្នាលនៃបញ្ញវន្តសេរីផងដែរបានន័យថាអ្នកដែលនៅក្នុងប្រព័ន្ធអប់រំគឺយើងជាមនុស្សដែលមានសេរីភាពក្នុងការគិតក្នុងការបញ្ចេញមតិគឺមានសមត្ថភាពគួរប្រជែងជាសកលហើយតម្កល់ប្រយោជន៍ជាតិជាធំនិងមានមនសិការការពារឯករាជ្យជាតិបូរណភាពទឹកដីតាមរយៈចំណេះដឹងពិតប្រាកដនេះជាទស្សនវិស័យឬក៏ថាចក្ខុវិស័យភាសាអង់គ្លេសថា vision របស់រដ្ឋាភិបាល$23ខាងផ្នែកប្រព័ន្ធអប់រំហើយបេសកកម្មខ្ញុំភ្ជាប់បណ្ដោយទៅមិញសំណួរសួរតើតទៅនឹងចក្ខុវិស័យបេសកកម្មតើយើងត្រូវធ្វើយ៉ាងម៉េចឲ្យចក្ខុវិស័យរបស់យើងបានคล้ายទៅជាការពិតសម្រាប់តាមគោលបំណងរបស់យើងគឺយើងដើម្បីសម្រេចបាននៅទស្សនវិស័យខាងលើរដ្ឋាភិបាលកម្ពុជា$23កំណត់បេសកកម្មចំនួន3ធំបេសកកម្មទី1គឺរំដោះសាលារៀនចេញពីឥទ្ធិពលនយោបាយនិងការគ្រប់គ្រងតាមបែបគ្រួសារនិយមបេសកកម្មទី2គឺផ្ដល់ការអប់រំដែលមានគុណភាពខ្ពស់និងសមធម៌ដោយប្រើបច្ចេកវិទ្យាជាស្ពានចម្លងគឺហើយកុំព្យូទ័រឬក៏ tablet ហ្នឹងគឺជាប្រព័ន្ធបច្ចេកវិទ្យាទំនើបដែលយើងត្រូវតែប្រើហើយបេសកកម្មទី3គឺយើងបណ្ដុះបណ្ដាលសិស្សានុសិស្សឲ្យមានបំណិនជីវិតគឺ life skills បំណិនវិជ្ជាជីវៈនិងបំណិនរិះគន់ដើម្បីក្លាយជាអ្នកដឹកនាំនាពេលអនាគតនេះជាចំណុចសំខាន់នៅក្នុងបេសកកម្មរបស់យើងសូមសង្ខេបពីទស្សនវិស័យនិងបេសកកម្មប៉ុណ្ណេះសូមអញ្ជើញមួយអ្នកសម្របសម្រួលបន្តទៀតចា៎ដាច់គាត់ទៅណាបាត់ហើយអញ្ចឹងបន្តទៅទៀតឥឡូវព្រះអង្គបន្តទៀតចុះអ្វីទៅដែលជាគុណតម្លៃស្នូលព្រះអង្គមានពីគុណតម្លៃស្នូលនៃស្ថាប័នអប់រំរបស់រដ្ឋាភិបាល$23សំនិមន្តទៀតបងអញ្ចឹងសូមចម្រើនពរអញ្ចឹងហើយសូមតាក់ទងជាមួយគុណតម្លៃស្នូលរបស់រាជរដ្ឋាភិបាល$23ប្រព័ន្ធអប់រំដែលគេហៅថាមានសសរស្ដំស្នូលវាមាន4យ៉ាងពោតាក់ទងជាមួយនឹងការសិក្សាអប់រំរបស់ប្រទេសមួយវាត្រូវតែមានគេហៅថាសសរស្ដំឬខ្មែរយើងច្រើនតែនិយាយថាមានសសរកន្លងដើម្បីឲ្យគ្រឹះយើងវារឹងមាំបានយើងត្រូវតែសាងនៅសសរស្ដំទាំងនឹងដើម្បីជាប្រយោជន៍ដល់កូនខ្មែរយើងទាំងអស់គ្នាផងហើយក៏ដល់យុវជនចំនួនក្រោយឬក៏ជាចំណេះដឹងមួយសម្រាប់អប់រំរបស់កូនខ្មែរយើងទាំងអស់ផងទាំងនោះគឺមានទី1គឺសេរីភាពfreedom ហ្នឹងដែលយើងហៅថា freedom ហ្នឹងភាសាអង់គ្លេសបងប្អូនជាពលរដ្ឋនឹងសេរីភាពក្នុងការសិក្សាស្រាវជ្រាវហើយក្នុងការបញ្ចេញមតិផ្សេងនឹងការច្នៃប្រឌិតអ្វីដែលកើតឡើងតាក់ទងជាមួយនឹងការសិក្សាយើងត្រូវចេះសិក្សាដើម្បីជាប្រយោជន៍ដល់ខ្លួនយើងផងដើម្បីជាប្រយោជន៍ដល់អ្នកដទៃឬក៏ដើម្បីសិក្សាឲ្យស៊ីជម្រៅអំពីការសិក្សាស្រាវជ្រាវហ្នឹងគឺវាជាបញ្ហាដែលយើងទាំងអស់គ្នាត្រូវតែសិក្សាបើមិនចឹងទេបើសិនយើងអត់មានការសិក្សាស្រាវជ្រាវឬមានការច្នៃប្រឌិតផ្សេងទេអាហ្នឹងវាអត់គេហៅថាអត់ហៅការសិក្សាទេគឺអាហ្នឹង
គេហៅជាពាក្យអីមួយផ្សេងអញ្ចឹងហើយទី2បងប្អូនប្រជាពលរដ្ឋត្រូវមានតម្លាភាពហ្នឹងគឺរាល់ការតែងតាំងប្រើប្រាស់ថវិកាឬក៏ជាការប្រឡងឬក៏មានគេហៅថាតម្លាភាពនៃការគេហៅថានៃការវាស់ស្ទង់អ្វីមួយឬមានការធ្វើវិញ្ញាសាប្រឡងដើម្បីជ្រើសរើសរកបេក្ខភាពឬក៏បេក្ខជនអ្នកដែលមានសមត្ថភាពនៃការមកសិក្សាស្រាវជ្រាវក្តីមកមើលការខុសត្រូវរបស់សាលាក្តីហ្នឹងអានឹងយើងត្រូវតែមានការប្រឡងហើយគេហៅថាមានថវិកាគ្រប់គ្រាន់នៃការមើលការខុសត្រូវនៅទីកន្លែងហ្នឹងផងដែរអញ្ចឹងហើយអានឹងគឺជារឿងសំខាន់សម្រាប់ក្នុងការសិក្សារបស់យើងផងដែរព្រោះអញ្ចឹងទី3បងប្អូនប្រជាពលរដ្ឋគឺគុណធិបតីអ្នកដែលចេះពិតប្រាកដដើម្បីទទួលបាននៅឱកាសហើយនឹងការលើកឡើងលើកទឹកចិត្តបងប្អូនប្រជាពលរដ្ឋនឹងយុត្តិធម៌អញ្ចឹងបងប្អូនប្រជាពលរដ្ឋការដោយថ្មបានលើកឡើងពីខាងដើមអញ្ចឹងការធ្វើឲ្យមានគេហៅតម្លាភាពនៃការប្រឡងចូលធ្វើកិច្ចការរដ្ឋក្តីធ្វើកិច្ចការបលិសទាហានក្តីដោយសារការប្រឡងហ្នឹងឲ្យមានសុក្រិតឲ្យបានច្បាស់លាស់ត្រឹមត្រូវអញ្ចឹងហើយការប្រឡងយើងសង្កេតមើលបងប្អូនប្រជាពលរដ្ឋនៅក្នុងប្រទេសខ្មែរយើងបច្ចុប្បន្នណាគឺការប្រឡងគេចាត់ឲ្យមានប្រឡងដូចគ្នាអញ្ចឹងមានការប្រឡងចូលក្របខ័ណ្ឌរដ្ឋមានធ្វើកិច្ចការឲ្យសាលារៀនក្តីឬក៏ធ្វើតាក់ទងជាមួយនៃការគេធ្វើមើលទៅមើលពីក្រៅទៅបងប្អូនគឺល្អមែនទែនតែនៅខាងក្នុងហ្នឹងគឺបញ្ចូលនយោបាយបញ្ចូលមនោគមវិជ្ជារបស់អ្នកនយោបាយអញ្ចឹងវាអត់ត្រឹមត្រូវទេបងប្អូនប្រជាពលរដ្ឋគឺការសិក្សាហ្នឹងគឺអត់មានគណៈបកឬក៏អត់មាននយោបាយណាមកធ្វើនៅក្នុងសាលារៀនបានទេបងប្អូនប្រជាពលរដ្ឋត្រូវដឹងអញ្ចឹងហេតុអីបានជាគណៈបកកណ្ដាលអំណាចដែលយកសាលារៀនមកបញ្ចូលមនោគមវិជ្ជាហ្នឹងគឺដោយសារបើសិនជាប្រជាជនហ្នឹងអត់បានសិក្សារៀនសូត្រឬក៏អត់បានទៅទស្សនកិច្ចនៅប្រទេសក្រៅផ្សេងហ្នឹងអាហ្នឹងធ្វើឲ្យគាត់អត់បានយល់អំពីទៅហ្នឹងគឺគាត់ជឿថាអាហ្នឹងគឺធ្វើត្រូវតែតាមការពិតគណៈបកកណ្ដាលអំណាចសពថ្ងៃហ្នឹងគឺបោកបញ្ឆោតរបស់បងប្អូនប្រជាពលរដ្ឋទេអញ្ចឹងវាមានទី4គឺអត្តសញ្ញាណរបស់ជាតិបងប្អូនប្រជាពលរដ្ឋដឹងស្រាប់ហើយការរក្សានៅវប្បធម៌អរិយធម៌ឲ្យរងរឿងបានប៉ុន្តែបើជំហរទទួលយកនៅវិជាសាស្ត្រទំនើបជុំវិញពិភពលោកបងប្អូនប្រជាពលរដ្ឋនឹងការរក្សានៅវប្បធម៌ផ្សេងបងប្អូនប្រជាពលរដ្ឋគឺអក្សរសាស្ត្រក្តីគឺវប្បធម៌រចនាបទអីផ្សេងដែលមាននៅក្នុងប្រទេសខ្មែររបស់យើងដូចចម្លាក់នៅអង្គរវត្តអីក្តីអញ្ចឹងបងប្អូនប្រជាពលរដ្ឋគិតមើលទៅរាជរដ្ឋាភិបាលដែលដឹកនាំដោយតកូលហ៊ុនឬក៏ដឹកនាំដោយកាន់អំណាចសពថ្ងៃហ្នឹងគាត់បញ្ចេញនយោបាយតាក់ទងជាមួយតែអវប្បធម៌ដែលអាក្រក់បងប្អូនប្រជាពលរដ្ឋអវប្បធម៌ដែលល្អដែលអាត្មាបានលើកឡើងមិញហ្នឹងគឺអត់យកមកប្រព្រឹត្តប្រតិបត្តិយកមកអនុវត្តដើម្បីជួយគេហៅថារក្សាវប្បធម៌រងរឿងដើម្បីឲ្យមានភាពថ្កុំថ្កើងលើកកម្ពស់វប្បធម៌ខ្មែរយើងអត់ទេបើសិនជាវប្បធម៌ណាដែលចេញមកហើយខូចកិត្តិយសគេឈ្មោះរបស់ខ្មែរគឺឲ្យចេញដូចជាចម្រៀងអីដូចថាជ្រេងមកហ្នឹងដើម្បីតែឲ្យខូចគេហៅថាវប្បធម៌របស់ខ្មែរហ្នឹងគឺឲ្យចេញបើសិនជាអាណាដែលតាក់ទងជាមួយនឹងជាតិរបស់យើងពិតប្រាកដគឺគេអត់ឲ្យចេញទេអាហ្នឹងឯងគឺជារឿងបញ្ហាមួយសម្រាប់ថ្នាក់ដឹកនាំឬក៏សម្រាប់បើសិនជាគេហៅថារដ្ឋាភិបាលដែលដឹកនាំដោយ23តុលាដែលបានបង្កើតឡើងនឹងគឺបើសិនជាបានដឹកនាំប្រទេសបងប្អូនប្រជាពលរដ្ឋគឺលើកតម្កើងដែលបានលើកឡើងពីខាងដើមនោះមាន4ចំណុចសសរស្ដំដែលបានលើកឡើងទៅ4ចំណុចនោះគឺយកមកអភិវឌ្ឍឲ្យប្រជាពលរដ្ឋឬក៏ឲ្យបងប្អូនដែលនៅក្នុងប្រទេសខ្មែរហ្នឹងគឺរីកដុះដាលទៅតាមដែលយើងមានសមត្ថភាពបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នាគឺសិតតែមានសមត្ថភាពនៃការបណ្ដុះបណ្ដាលហើយអប់រំដើម្បីជាប្រយោជន៍សម្រាប់ប្រជាពលរដ្ឋយើងទាំងអស់គ្នាបងសូមចូលរួមប៉ុណ្ណឹងសិនបងសូម
សោយសេវាលោកពូខាងខ្ញុំដូចជាសោយសេវាបន្តិចការលើកឡើងរបស់លោកពូនិងគុណម្ចាស់ឃើញថាគោលនយោបាយរបស់រដ្ឋាភិបាល$23តាក់ទងនឹងស្ថាប័នអប់រំនេះគឺមានលក្ខណៈល្អប្រសើរក៏ប៉ុន្តែខ្ញុំចង់សួរលោកពូថាតើអ្វីខ្លះជាបញ្ហាប្រឈមរបស់រដ្ឋាភិបាល7មករាលើវិស័យអប់រំចំពោះកម្ពុជាតើលោកពូអាចសង្កេតឃើញបញ្ហាប្រឈមកន្លងមកមានចំណុចខ្វះខាតត្រង់ណាដែរទេដែលលោកពូក្នុងនាមជាប្រធានស្ថាប័នអប់រំហើយលោកពូនៅក្រៅប្រទេសទៀតហើយមានចំណុចខ្វះខាតកន្លែងណាប្រឈមត្រង់ណាសូមលោកពូជួយបង្ហាញដល់ទស្សនិកជនផងបាទសូមជឿលោកពូបាទអរគុណនឹងយើងបានលើព្រះអង្គបរិយាយពីសសរកឡោងសសរស្ដំនឹងទាំង4ចំណុចហ្នឹងហើយក៏យើងបានចេញមកជាផ្លូវការទៀតដែរថាអ្វីដែលព្រះអង្គលើកមកដែលយើងលើកមកនេះគឺយោងទៅតាមរដ្ឋធម្មនុញ្ញនៃប្រជាណាចក្រកម្ពុជាមាត្រា65ដល់មាត្រា68ណាហើយក៏យោងទៅតាមសន្ធិសញ្ញាក្រុងប៉ារីស$231991ផងដែរនិងសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិដូច្នេះយើងឃើញថាអ្វីដែលព្រះអង្គបានលើកមកទាក់ទងទៅនឹងសាលារៀននៅក្នុងប្រទេសកម្ពុជាយើងបច្ចុប្បន្នគឺវាមានការរងសម្ពាធមានការជ្រៀតជ្រែកមានការលុកលុយពីរដ្ឋាភិបាលដឹកនាំដោយរបបតកូលហ៊ុនដូច្នេះយើងក៏ធ្វើបទវិភាគទាំងអស់ហ្នឹងយើងឃើញច្រើនប៉ុន្តែយើងលើកតែ5ចំណុចធំហើយខ្ញុំកណាខ្ញុំនិងព្រះអង្គនឹងបរិយាយមួយចំណុចម្ដងថាតើមានអីខ្លះចំណុចទី1នយោបាយឬក៏ថានយោយុបនីយកម្មគឺស្ថានសិក្សាគេហៅភាសាអង់គ្លេសហៅថា political instrumentalization បញ្ហាបំផុតដែលផ្ទុយនឹងស្មារតី$23គឺការលាយចូលគ្នារវាងរដ្ឋនិងគណៈបកនៅក្នុងសាលារៀនទីហោជាក់ស្ដែងលើគ្រូបង្រៀនត្រូវបានតម្រូវឲ្យចូលជាសមាជិកគណៈបកហ្នឹងឃើញខុសមួយនឹងចូលរួមសកម្មភាពនយោបាយដែលធ្វើឲ្យពួកគាត់បាត់បង់ឯករាជ្យភាពវិជ្ជាជីវៈជាអ្នកបង្រៀនដោយអភិក្រិតហើយនឹងខ្វះខាតពេលវេលាសម្រាប់អភិវឌ្ឍមេរៀននិមិត្តសញ្ញានយោបាយចំណុចទី2គឺការដាក់រូបភាពថ្នាក់ដឹកនាំគណៈបកមានរូបលោកហ៊ុនសែនឬក៏រូបភរិយារបស់គាត់ឬក៏លោកហ៊ុនម៉ាណែតអញ្ចឹងទៅឬស្លាកសញ្ញាគណៈបកប្រជាជននៅតាមសាលារៀនបង្កើតឲ្យមានការបែងចែកនិន្នាការនយោបាយក្នុងចំណោមសិស្សានុសិស្សនិងយុវជនតាំងពីវ័យក្មេងឡើងទៅយើងដឹងហើយយុវជនរបស់យើងសិស្សានុសិស្សរបស់យើងកូនខ្មែរយើងកាលណាគាត់ឃើញរូបលោកហ៊ុនសែនឬក៏លោកហ៊ុនម៉ាណែតឬក៏សញ្ញាគណៈបកប្រជាជននៅទីបរិវេណនៅក្នុងការពេលរត់លេងរាល់ថ្ងៃឬក៏មានឈ្មោះសាលាបឋមសិក្សាហ៊ុនសែនប៊ុនរនីអញ្ចឹងថែមទៅទៀតក្មេងៗរបស់យើងយល់ថានេះជាសាលាដែលហ៊ុនសែនបានកសាងមកសម្រាប់ពួកគាត់អត់បានគិតថាលុយឬក៏ថវិកាដែលយកមកនឹងជាថវិការបស់ជាតិដែលជាថវិការួមផ្ទាល់ទេដូចជាលោកហ៊ុនសែននឹងយកសាលារៀននឹងធ្វើជាសាលាដូចជាសាលាឯកជនអញ្ចឹងទៅនេះធ្វើឲ្យការគិតយល់ខុសបែបហ្នឹងទី2ផងដែរគឺមេរៀននៅខាងក្នុងនោះគាត់ស្រឡឹងមើលទៅអង្គុយខាងមុខនឹងឃើញរូបហ៊ុនសែនរាល់ថ្ងៃអញ្ចឹងមកបាទដើរដេកឈរអង្គុយនឹងបើគិតពីសាលារៀនឃើញលោកហ៊ុនសែននឹងមុនគេគឺថាអានេះវាឆ្លុះបញ្ចាំងអំពីការមិនអភិក្រិតនៅក្នុងសាលារៀនមួយទៅហើយមិនមែនមើលឃើញប្រាសាទអង្គរវត្តមិនមែនមើលឃើញព្រលឹងខ្មែរមិនមើលឃើញពីនៃសម្រាប់សិក្សាអីប្រហែលឬក៏មេរៀនអីប្រហែលទេចំណុចទី3គឺការតែងតាំងតាមបពុតំណែងជានាយកសាលាឬប្រធានមន្ទីរអប់រំជារឿយៗត្រូវបានផ្ដល់ឲ្យបុគ្គលដែលមានភក្ដីភាពនឹងគណៈបកជាជាងបុគ្គលដែលមានសមត្ថភាពពិតប្រាកដនឹងត្រង់ហ្នឹងគឺបពុនិយមបើមិនមានខ្សែអញទេឯងមិនបានធ្វើធំនេះយើងនិយាយស្រួលស្រាប់ជាបញ្ហាចម្បងរយៈកាលកន្លងមកជាង35ឆ្នាំមកហ្នឹងគឺធ្វើការបែបហ្នឹងដូច្នេះវាអត់មានឆ្លុះបញ្ចាំងអំពីសមត្ថភាពរបស់គ្រូឬក៏របស់នាយកសាលាដែលគាត់មានសមត្ថភាពនៅក្នុងការដឹកនាំទេម្ល៉េះហើយកាលណាចូលមកដឹកនាំសាលារៀនបើនាយកសាលានឹងត្រូវបានតែងតាំងដោយគណៈបកប្រជាជនគាត់គិតពីច្បាមអំណាចសម្រាប់តែបម្រើគណៈបកប្រជាជនអញ្ចឹងតែម្ដងអញ្ចឹងគាត់អាចឃោសនាគាត់អាចដាក់សម្ពាធគ្រូគាត់អាចធ្វើអ្វីបានតាមចិត្តណាស្មើនឹងជីសេះលេខដៃដូច្នេះសំណួរសួរថាតើសិស្សានុសិស្សរបស់យើងគាត់មានភាព
អភិក្រិតឬក៏ឯករាជ្យភាពក្នុងការគិតក្នុងការបញ្ចេញមតិទេបើសិនបើហ៊ានបញ្ចេញមតិពីបទប្រមោះណាមួយឬក៏អំពើអយុត្តិធម៌ណាមួយដែលប្រព្រឹត្តឡើងដោយរដ្ឋាភិបាលគាត់នឹងត្រូវបានគំរាមកំហែងដោយគ្រូឬក៏ដោយចៅហ្វាងដែលត្រូវបានចាត់តាំងដោយគណៈបព្វជិជននេះជាបញ្ហាដែលមិនមានភាពសុក្រិតនៅក្នុងប្រព័ន្ធនៃការអប់រំអញ្ចឹងសូមលើកពីចំណុចបញ្ហាទី1ប៉ុណ្ណេះសិនសូមជូននាទីនេះជូនដល់អ្នកសម្របសម្រួលវិញបាទបាត់ទៅដល់ហើយvề internet riêng là luôn ចំពោះរដ្ឋាភិបាល7មករាតើព្រះអង្គតាក់ទងនឹងវិស័យអប់រំនៅកម្ពុជាតើព្រះអង្គអាចមើលឃើញចំណុចប្រឈមឬក៏ចំណុចខ្វះខាតត្រង់ណាខ្លះដែលរបប7មករាឬយើងហៅថាដឹកនាំដោយតកូហ៊ុនហ្នឹងមិនបានដោះស្រាយដោយឯករាជ្យឲ្យទៅក្រសួងអប់រំពីព្រោះខ្ញុំដូចជាលោកគ្រូបានលើកឡើងអញ្ចឹងខ្ញុំជាគ្រូបរិញ្ញាបត្រក៏រងសម្ពាធដែរគឺគេឲ្យចូលបកប្រជាជនបើយើងអត់ចូលទេគឺគេចោទយើងតែម្ដងគេថាយើងពោះក្បាល2គេថាយើងស្អីទូកយើងវែងដល់ទូកគេទេអញ្ចឹងហើយក្នុងហ្នឹងមិនមែនតែគ្រូឬក៏នាយកទេគឺរហូតដល់សិស្សក៏គេឲ្យចូលបណ្ដាញសយកកគេដែរអញ្ចឹងកន្លែងហ្នឹងតែលោកគ្រូបានលើកបកស្រាយនេះគឺពិតជាត្រឹមត្រូវមែនគឺគេធ្វើទូទាំងប្រទេសគឺមានគំនាបអញ្ចឹងការបង្រៀនរបស់លោកគ្រូអ្នកគ្រូរបស់នាយកសាលានឹងធ្វើមិនបានឯករាជ្យទេធ្វើដល់មានថាភាពច្បាច់ច្បាើមភាពអត់ម្ចាស់ការគឺអត់ឯករាជ្យយើងនិយាយអញ្ចឹងដល់ពេលអញ្ចឹងហើយដល់លោកគ្រូបានលើកបាន3ចំណុចនេះគឺសុទ្ធតែជារឿងត្រឹមត្រូវទាំងអស់ក៏ប៉ុន្តែតាក់ទងនឹងព្រះអង្គតើបញ្ហាដែលព្រះអង្គអាចមើលពីព្រោះព្រះអង្គក៏ជាពុទ្ធសាសនិកមួយដែលទទួលបានការអប់រំទៅនឹងពុទ្ធសាសនាក៏អាចមើលឃើញចំណុចខ្វះខាតនៃប្រព័ន្ធអប់រំនៅកម្ពុជាដែលដឹកនាំដោយរដ្ឋាភិបាលកម្ពុជាអញ្ចឹងសូមព្រះអង្គជួយបង្ហាញនៅចំណុចដែលរបប7មករាមានចំណុចខ្វះខាតទៅលើប្រព័ន្ធអប់រំសូមជើញព្រះអង្គណាសូមចម្រើនពរសារជាថ្មីម្ដងទៀតតកតងមួយប្រព័ន្ធការអប់រំដែលរាជរដ្ឋាភិបាលដឹកនាំដោយតកូលហ៊ុនសែនឬក៏យើងហៅថា7មករាហ្នឹងតកតងមួយការគ្រប់គ្រងប្រព័ន្ធការអប់រំរបស់សាលារៀនក្តីឬក៏ប្រព័ន្ធអប់រំរបស់រដ្ឋផ្សេងដែលយើងមើលឃើញទាំងអស់គ្នាគឺដោយលោកគ្រូបានលើកឡើងអញ្ចឹងគឺតកតងមួយការយកសិស្សឲ្យចូលគណៈបកយកគ្រូនឹងឲ្យចូលមកក្នុងគណៈបកឬក៏អ្នកណាដែលវាគេហៅថាធ្វើកិច្ចការអីជាមួយនឹងតកតងមួយសាលារៀនហ្នឹងគឺត្រូវតែចូលគណៈបកបើសិនជាអ្នកឯងអត់បានចូលគណៈបកទេអ្នកឯងគឺដូចថាក្នុងការសិក្សាហ្នឹងគឺវាអន់ថយដូចថាអត់មានឱកាសចូលជ្រៀតមកក្នុងការប្រព័ន្ធការសិក្សានឹងបានអញ្ចឹងហើយអានឹងឯងគឺចំណុចខ្សោយរបស់រាជរដ្ឋាភិបាលដែលដឹកនាំដោយរាជរដ្ឋាភិបាលដឹកនាំដោយតកូលហ៊ុនសែនហើយក៏រាជរដ្ឋាភិបាល7មករាហេតុអីបានគេធ្វើអញ្ចឹងបងប្អូនប្រជាពលរដ្ឋដឹងទេថាហេតុអីបានគេធ្វើអញ្ចឹងប្រព័ន្ធការសិក្សាវាសំខាន់សម្រាប់ចង្អុលបង្ហាញអំពីចំណុចស្លាប់រស់របស់ប្រទេសមួយអញ្ចឹងកាលណាបើសិនជាគេចង្អុលបង្ហាញទៅផ្លូវខុសគឺវាដើរខុសអាប្រព័ន្ធការអប់រំហ្នឹងគឺព្រោះអាការដឹកនាំដែលដឹកនាំដោយតកូលហ៊ុនសែនសពថ្ងៃហ្នឹងគឺដឹកនាំដោយការឲ្យប្រជាពលរដ្ឋហ្នឹងយល់ខុសកាលណាយល់ខុសអាប្រព័ន្ធការអប់រំហ្នឹងគឺខុសដែរពីដល់កាលណាខុសឲ្យប្រជាពលរដ្ឋហ្នឹងយល់ខុសតាមតែការដឹកនាំរបស់ប្រទេសដែលគេត្រួតត្រាមកលើយើងហ្នឹងយើងដឹងស្រាប់ហើយថាប្រទេសណាដែលគេត្រួតត្រាពីលើយើងហ្នឹងគឺប្រទេសយួនគេចង់ក្តាប់ប្រទេសណាមួយដោយប្រទេសលាវយើងមិនចង់លើកលំអិតពីប្រទេសលាវទេគឺគេក្តាប់ការសិក្សាដោយខ្មែរយើងសពថ្ងៃអញ្ចឹងគេក្តាប់ការសិក្សាបងប្អូនប្រជាពលរដ្ឋអញ្ចឹងហើយគេឲ្យប្រព័ន្ធការសិក្សារបស់យើងហ្នឹងវាមានគេហៅថាគេបញ្ចូលអាការសិក្សាដែលវាអត់បានធ្វើផលប្រយោជន៍អីសម្រាប់បងប្អូនប្រជាពលរដ្ឋដែលយើងជាអ្នកម្ចាស់ប្រទេសហ្នឹងគេអត់ឲ្យយើងធ្វើបានពេញលេញទេគេឲ្យផលប្រយោជន៍បានតិចតួចអញ្ចឹងអាផលដែលវាអត់បានប្រយោជន៍ហ្នឹងគឺវាបានច្រើនទៅគេដែលគេមានគំនិតចង់បំផ្លាញប្រទេសជាតិរបស់យើងហ្នឹងគឺគេមិនឲ្យយើងគេថាមើលទៅឃើញស្រឡាញ់ជាតិធ្វើដើម្បីជាតិធ្វើដើម្បី
ប្រទេសរបស់យើងអញ្ចឹងគេយកចំណុចខ្សោយអស់ទៅនឹងឯងដែលគេយកមកគៀបសង្កត់រាជរដ្ឋាភិបាលសប្តាហ៍ឲ្យរាជរដ្ឋាភិបាលដាក់គោលការណ៍មិនបានជាប្រយោជន៍អីដល់បងប្អូនប្រជាពលរដ្ឋអញ្ចឹងហើយអានឹងឯងដែលយើងមើលឃើញទាំងអស់គ្នាថាអានឹងគឺជាចំណុចខ្សោយរបស់រាជរដ្ឋាភិបាលដែលដឹកនាំដោយតកូលហ៊ុនសែនហើយក៏រាជរដ្ឋាភិបាលដឹកនាំដោយរាជរដ្ឋាភិបាលមកគេហៅថា7មករាហ្នឹងគឺដោយសារប្រទេសដែលនៅពីក្រោយខ្នងហ្នឹងគេចង់កាន់កាប់ប្រទេសយើងកាលណាគេចង់កាន់កាប់ប្រទេសយើងគេធ្វើប្រព័ន្ធមួយហ្នឹងដើម្បីឲ្យយើងមើលទៅវាច្បុកច្បល់បងប្អូនសប្តាហ៍យើងដឹងស្រាប់ហើយថាប្រព័ន្ធការសិក្សារបស់យើងវាច្បុកច្បល់កាលណាវាច្បុកច្បល់វាមានតែដាក់បញ្ចូលជាមួយគណៈបកឬក៏បញ្ចូលមនោគមវិជ្ជាផ្សេងដែលវាមិនបានផលប្រយោជន៍អីសម្រាប់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងស្រុងហ្នឹងគឺគេបញ្ចូលនឹងមកគឺធ្វើឲ្យយើងហ្នឹងវាអត់បានផលប្រយោជន៍អីសម្រាប់ប្រជាពលរដ្ឋសម្រាប់សិស្សសាលាដែលយើងដោយយើងបានលើកពីខាងដើមអញ្ចឹងទល់តែមានការសិក្សាស្រាវជ្រាវឬក៏ជាវិទ្យាសាស្ត្រឬក៏ដូចយើងដឹងស្រាប់ហើយថាការសិក្សាសម័យទំនើបបច្ចុប្បន្ននេះគឺយើងត្រូវសិក្សាស្រាវជ្រាវឬឲ្យចេះគិតហើយយើងចេះច្នៃប្រឌិតផ្សេងហ្នឹងដើម្បីអីគឺដើម្បីយើងយកមកអភិវឌ្ឍប្រទេសរបស់យើងឲ្យរីកចម្រើនអញ្ចឹងហើយភាពរីកចម្រើនរបស់ប្រទេសហើយនិងភាពរីកចម្រើនរបស់ការសិក្សារបស់យើងវាទើបតែយើងដើរសន្ទឹមគ្នាបើសិនជាយើងដើរអាណាមួយដើរថយក្រោយបងប្អូនប្រជាពលរដ្ឋដឹងស្រាប់ហើយថាវាទៅអត់រួចពីដល់កាលណាទៅអត់រួចគឺវាធ្វើឲ្យប្រទេសជាតិយើងវាបាក់ហៅថាបាក់มันអត់អាចដើររួចដូចជើងមួយខាងអញ្ចឹងឧទាហរណ៍ថាបើសិនជាជើងមួយខាងឈឺហើយជើងមួយខាងខំដើរទៅអង្គើតហើយជើងមួយខាងទៀតដើរអូសរ៉ែសួរថាយើងទៅបានមិនបានលឿនដូចប្រទេសគេជិតខាងគេទៅទាំងជើងទាំងសងខាងរបស់គេពេលយើងដើរអាជើងមួយខាងដើរអាជើងមួយខាងយើងអូហើយយើងដើរមិនទាន់គេអញ្ចឹងហ្នឹងគឺអញ្ចឹងព្រះអង្គគិតថានេះជាវិបត្តិនៃគុណភាពហើយនឹងការខ្វះតម្លាភាពគឺភាសាអង់គ្លេសថាប្រហែលជាខ្វះ quality និង resource ដែលយើងមានណាយើងបន្តទៅទៀតគឺថាដោយសារពេលវេលាសម្រាប់សម្រួលចំណុចហ្នឹងហើយចាត់ចង់តែលោកពូនឹងព្រះអង្គបានលើកឡើងសុទ្ធតែជាចំណុចដែលត្រឹមត្រូវហើយខ្ញុំជាគ្រូបង្រៀនក៏មានចំណុចជាច្រើនទៀតនៅជាច្រើនទៀតព្រោះខ្ញុំធ្លាប់លោកជាក់ស្ដែងប៉ុន្តែខ្ញុំអត់ចង់បង្ហាញទេចាំមានលើកក្រោយទៀតតើតើឥឡូវនេះចូលដល់ខ្ញុំចង់សួរប្រវែទៅលោកពូវិញប្រសិនបើលោកពូជាប្រធានស្ថាប័នអប់រំមួយនៃរដ្ឋាភិបាលកម្ពុជាឯករាជ្យ23ដុល្លារបើសិនជាលោកពូមានឱកាសដឹកនាំប្រទេសតើលោកពូមានគោលដៅឬក៏យុទ្ធសាស្ត្រអ្វីខ្លះសម្រាប់វិស័យអប់រំជូនដល់ប្រទេសកម្ពុជាយើងបាទសូមលោកពូជួយបង្ហាញជួយបកស្រាយផងបាទសូមអរគុណសម្រាប់សម្រួលតាមការពិតទៅអ្វីដែលយើងនិយាយនេះវាមាន post នៅក្នុងស្ថាប័នអប់រំខាងផ្នែករដ្ឋាភិបាល$23របស់យើងហ្នឹងយើងមាន post ហ្នឹងទីទៀតហ្នឹងបងប្អូនចុចទៅនឹងមានឃើញណាប៉ុន្តែមិនអីទេយើងមានឯកសារជាច្រើនដើម្បីផ្ដល់ដល់បងប្អូនជនរួមជាតិឲ្យតាមដានថាតើរដ្ឋាភិបាល$23និងរដ្ឋាភិបាល7មករាខុសគ្នាយ៉ាងម៉េចរវាងខាងប្រព័ន្ធអប់រំអញ្ចឹងយើងលើកពីបញ្ហាខ្លះៗមកហើយយើងឃើញហើយគ្រូអត់មានឯករាជ្យភាពហើយនឹងសិស្សក៏ដូចគ្នាធ្វើតាមតែអ្វីដែលគណៈបព្វជិជនយើងអល់ទិសអញ្ចឹងសួរថាតើរដ្ឋាភិបាល$23មានយុទ្ធសាស្ត្រអ្វីដើម្បីទៅជួយស្ដារទៅជួយតម្រង់ទិសឲ្យត្រូវមកវិញពេលណាដែលយើងដឹកនាំប្រទេសក្នុងនាមខ្ញុំជាមន្ត្រីរបស់រដ្ឋាភិបាលខ្ញុំមកលើកយុទ្ធសាស្ត្រ5ចំណុចតែចាំបងជួយបំពេញបន្ថែមបើសិនជានៅខ្វះចន្លោះកន្លែងណាទៀតព្រោះយើងមានឯកសារនឹងទាំងអស់ហើយតើតើទីយុទ្ធសាស្ត្រទី1គឺការបំបែកនយោបាយចេញពីសាលារៀនដែលយើងរឿងបាញ់មិញបាទគឺហៅថា depoliticization depolitical slide សំអានជាភាសាអង់គ្លេសថា depoliticization នេះគឺជាគ្រឹះដំបូងបងអស់ដើម្បីធានាបាននៅសេរីភាពក្នុងការសិក្សាកុំឲ្យស្ថាប័នអប់រំคล้ายទៅជាគណៈបកនយោបាយណាមួយហើយសាលារៀនជាតំបន់អភិក្រិតយើងដឹងនឹងយើងធ្វើបែបហ្នឹងបាទចេញឲ្យផុតពីនយោបាយហាមក៏ដាច់ខាតនៅសកម្មភាពឃោសនាបកនយោបាយ
រូបភាពថ្នាក់ដឹកនាំគណៈបកឬការបង្ខិតបង្ខំឲ្យគ្រូនិងសិស្សចូលរួមសកម្មភាពនយោបាយក្នុងបរិវេណសិក្សានិងក្នុងម៉ោងសិក្សានឹងសំខាន់ណាស់យើងត្រូវបែងចែកឲ្យដាច់រវាងរដ្ឋហើយនឹងបកការតាក់តែងដោយផ្អែកលើសមត្ថភាព merit base ការជ្រើសរើសនាយកសាលានិងថ្នាក់ដឹកនាំអប់រំត្រូវឆ្លងកាត់ការប្រឡងប្រជែងជាសាធារណៈនិងវាតម្លៃដោយក្រុមប្រឹក្សាអប់រំឯករាជ្យដែលក្នុងនោះមានសមាជិកមកពីពហុភាគីមិនមែនមកតែពីគណៈបកប្រជាជនឬក៏គណៈបកណាមួយទេឬគណៈបករបស់យើងតែមួយទេរដ្ឋាភិបាលកម្ពុជា23ដុល្លារទៅមួយដាក់ពីចូលគ្នាទាំងអស់មកហើយយុទ្ធសាស្ត្រទី2គឺត្រូវមានសមត្ថភាពនិងគុណភាព digital គឺកាត់បន្ថយគម្លាតរវាងសិស្សអ្នកមាននិងសិស្សអ្នកក្រសិស្សទីក្រុងនិងសិស្សជនបទបាទអ៊ីនធឺណិតជាសិទ្ធិមូលដ្ឋានរដ្ឋត្រូវផ្ដល់សេវាកម្មត្រូវផ្ដល់អ៊ីនធឺណិតលឿនលឿនឥតគិតថ្លៃដល់គ្រប់សាលារដ្ឋទូទាំងប្រទេសអានឹងគម្រោង tablet សម្រាប់សិស្សម្នាក់គឺភាសាអង់គ្លេសថា one student one tablet សិស្សម្នាក់ត្រូវមាន tablet មួយឬសិស្សម្នាក់ត្រូវមាន computer មួយចាប់ពីកម្រិតមធ្យមសិក្សាសិស្សនឹងទទួលបានឧបករណ៍សិក្សា digital ដែលមានផ្ទុកសៀវភៅសិក្សានិងមេរៀនវីដេអូស្តង់ដារដើម្បីធានាថាតើទោះជាសាលានៅតំបន់ដាច់ស្រយាលយ៉ាងណាក្តីគ្រូនិងសិស្សអាចរៀនតាមប្រព័ន្ធបញ្ញាសិប្បនិម្មិតភាសាអង់គ្លេសថា artificial intelligence ឬក៏ AI នឹងមេរៀនពីគ្រូបកែបានអញ្ចឹងបើសិនជាយើងមានអ៊ីនធឺណិតមាន computer មាន tablet យើងអាចស្រាវជ្រាវមើលថាតើមេរៀននឹងវាត្រូវទេវាសមទេគ្រូបង្រៀននឹងវាខុសកន្លែងណាទេមិនមែនអ្វីដែលគ្រូនិយាយសិតតែត្រូវទាំងអស់ទេណាបងប្អូនពេលខ្លះគ្រូក៏មានកំហុសដែរអញ្ចឹងប្រសិនបើសិស្សអាចមានប្រភពស្រាវជ្រាវមាន computer មាន internet ហ្នឹងគ្រូសិស្សនឹងស្រាវជ្រាវបន្ថែមទៀតដើម្បីទៅវែកញែកនឹងចម្លើយដែលគ្រូបានផ្ដល់ឲ្យសិស្សនៅក្នុងថ្នាក់រៀននេះជាការស្រាវជ្រាវមួយឬក៏ឱកាសមួយសម្រាប់សិស្សសានុសិស្សរបស់យើងពេលរដ្ឋាភិបាល23ដុល្លារដឹកនាំប្រទេសចំណុចទី3ណាចំណុចទី3សំខាន់ដែលយើងត្រូវមានគឺការធ្វើទំនើបកម្មមាតិកាសិក្សា curriculum modernization បដូរពីការចងចាំមកជាការដោះស្រាយបញ្ហាយើងមិនមែនបង្រៀនសិស្សឲ្យដូច robot ដូច computer ដូចម៉ាស៊ីនខ្ញុំទៅសាលារៀនឬក៏យើងត្រូវតែអាន100ដងយើងឬក៏ប្រហែលដងដើម្បីចាំឬក៏2បូកនឹង2យើងពីដើមយើងគុណមេលេខ2ម្ដង2 2ដង4 2ដង6 2ដង8 2ដង10រត់បាត់អញ្ចឹងទៅក៏ប៉ុន្តែសួរថាតើ2ម្ដង2ដង4វាបានពីណាមកវាស្មើនឹង2បូកនឹង2ឬក៏2គុណនឹង2ឬក៏4គុណនឹង1វាទៅជាអញ្ចឹងវាអាចទៅជាអញ្ចឹងឬក៏8ចែកនឹង2អញ្ចឹងទៅវាបាន4អញ្ចឹង4ហ្នឹងវាអាចមកពីប្រភពណាខ្លះអញ្ចឹងគឺកុំឲ្យរៀនតែតន្ទិញចាំមាត់ខ្មែរយើងហៅថារៀនសូត្រយើងឲ្យសិស្សហ្នឹងបានរៀនដោះស្រាយបញ្ហាថាតើ4 2ដង4បានមកពីណាខ្លះវាអាច2គុណនឹង2វាអាច4បូកនឹង0វាអាច5ដក1វាអាច8ចែកនឹង2ដែរវាទៅជាអញ្ចឹងអាហ្នឹងវាយើងដោះស្រាយបញ្ហាហ្នឹងវាមានច្រើនយ៉ាងវិធីសាស្ត្រក្នុងការរកចម្លើយហើយប្រព័ន្ធអប់រំរបៀប STEM វិភាសាសម័យបច្ចុប្បន្នគេប្រើ STEM ហ្នឹងស្មើនឹងscience S for science T for technology E for engineering ហើយ M for mathematics ប៉ុន្តែឥឡូវយើងថែមឲ្យមានពាក្យមួយទៀតគឺពាក្យ art ណាពាក្យសិល្បៈអញ្ចឹងវាទៅជា STEAM អញ្ចឹងនៅក្នុងហ្នឹងវាមានជំរុញខាងផ្នែកវិទ្យាសាស្ត្របច្ចេកវិទ្យាវិស្វកម្មគណិតវិទ្យាដោយបញ្ចូលសិល្បៈនិងការច្នៃប្រឌិតផងដែរនេះជាយុទ្ធសាស្ត្រទី3ហើយផ្នែកនៃយុទ្ធសាស្ត្រទី3ហ្នឹងយើងអប់រំឲ្យយើងបញ្ចូលមុខវិជ្ជាសិលធម៌និងសិទ្ធិពលរដ្ឋបង្កើតមុខវិជ្ជាថ្មីដែលបង្រៀនអំពីសិទ្ធិមនុស្សកិច្ចព្រមព្រៀងសន្ធិសញ្ញាទីក្រុងប៉ារីស23ដុល្លារហ្នឹងនិងការរិះគន់តាមបែបវិទ្យាសាស្ត្រដែលមានរិះគន់ដើម្បីស្ថាបនាដើម្បីកុំឲ្យគេធ្វើការរិះគន់ដូចជាសពថ្ងៃយើងបើកាលយើងរិះគន់រដ្ឋាភិបាលគេថាយើងនឹងគណៈបកប្រឆាំងណាយើងមិនចូលរួមជាមួយអ្វីដែលគេដាក់ទិសមកតែគណៈបកប្រជាជន
ដែលចង្អុលបង្ហាញឲ្យយើងធ្វើហើយយើងមិនពេញចិត្តថាជាទង្វើអាចយើងទៅធ្វើយើងមិនធ្វើគេចោទយើងទោះបីយើងមិនមែនចូលទៅក្នុងគណៈបព្វប្រឆាំងយើងមិនមានបំណងអីក៏ដោយតែគេវាយតម្លៃដូចបាត់ណាអានឹងយើងអត់ចង់បានបែបហ្នឹងទេដើម្បីបំណងរបស់យើងគឺចង់ឲ្យមានយុវជនយើងឲ្យមានការចេះការពារសិទ្ធិរបស់ខ្លួនឯងហ្នឹងមិនចាញ់បោកឃោសនាអកុសលដែលប្រើដឹកនាំដោយគណៈបកណាមួយអញ្ចឹងយើងចង់ចែកឲ្យដាច់រវាងរដ្ឋនិងបកឲ្យដាច់ស្រឡះពីគ្នាអញ្ចឹងបងសូមបងថែម2 3ចំណុចទៀតមកកុំឲ្យកណានិយាយតែឯងបងស្ដាប់សូមនិមន្តគុណសូមចម្រើនពរបន្តគោលនយោបាយឬក៏យុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល23តុលាតែវាមានច្រើនបន្ថែមទៀតអញ្ចឹងហើយសូមឲ្យបងប្អូនជួយមេត្តាតាមដានទាំងអស់គ្នាអញ្ចឹងយុទ្ធសាស្ត្រទី4គឺកិត្យានុភាពវិជ្ជាជីវៈរបស់គ្រូបង្រៀនអញ្ចឹងបងប្អូនប្រជាពលរដ្ឋយើងដឹងស្រាប់ហើយយើងយកបញ្ហាពិតប្រាកដនៅក្នុងប្រទេសខ្មែររបស់យើងមកឆ្លុះបញ្ចាំងឲ្យបងប្អូនឃើញថាតើគ្រូបង្រៀននៅក្នុងប្រទេសខ្មែររបស់យើងបង្រៀនរបៀបឬក៏បែបផែននៃការបង្រៀននឹងរបៀបម៉េចបងប្អូនប្រជាពលរដ្ឋដឹងហើយថាការបង្រៀនរបស់បងប្អូនប្រជាពលរដ្ឋឬគ្រូបង្រៀននឹងគឺវានៅក្រោមគណៈបកកាលណាវានៅក្រោមគណៈបកធ្វើម៉េចធ្វើតាមតែគណៈបកធ្វើតាមតែអ្នកបញ្ជាមកពីខាងលើនឹងឯងអត់បានធ្វើតាមគ្រូអញ្ចឹងរាជរដ្ឋាភិបាល23តុលាគឺបង្រៀនគេហៅថាធ្វើនយោបាយដើម្បីឲ្យគ្រូនឹងមានការប្រែក្លាយទៅជាគ្រូអាជីពមួយដល់មិនចង់បានផលប្រយោជន៍អំពីសិស្សឬក៏មិនចង់បានផលប្រយោជន៍អំពីម៉ែឪអាណាព្យាបាលរបស់ម៉ែឪអញ្ចឹងយើងត្រូវធ្វើយ៉ាងម៉េចកុំឲ្យវាអញ្ចឹងគឺយើងត្រូវតែមានប្រាក់ខែឲ្យគ្រូនឹងបានពេញលេញឲ្យគ្រូសិក្សាស្រាវជ្រាវមានគេហៅថាកាតព្វកិច្ចនៃការសិក្សាស្រាវជ្រាវដើម្បីយកមកបរិញ្ញាកូនសិស្សហ្នឹងគឺអត់យកថវិកាពីកូនសិស្សពីអាណាព្យាបាលរបស់កូនសិស្សនឹងទៀតអញ្ចឹងហើយអានឹងឯងគឺគោលបំណងរបស់រាជរដ្ឋាភិបាលដែលដឹកនាំដោយលោកប្រធានសំរងស៊ីដែលដឹកនាំប្រទេសយើងសពថ្ងៃហ្នឹងគឺដើម្បីឲ្យវាមានគោលនយោបាយហ្នឹងឲ្យច្បាស់លាស់ដើម្បីយើងជួយយើងមិនមកគៀបសង្កត់ពីប្រជាពលរដ្ឋឬក៏គៀបសង្កត់ពីអាណាព្យាបាលរបស់កូនសិស្សរបស់យើងដោយរាជរដ្ឋាភិបាលដឹកនាំសពថ្ងៃហ្នឹងទេអញ្ចឹងអានឹងគឺជាចំណុចសំខាន់របស់គេហៅថារាជរដ្ឋាភិបាល23តុលាដែលដឹកនាំឬក៏បានបញ្ចេញគេហៅថាឲ្យបងប្អូនប្រជាពលរដ្ឋនៅក្នុងប្រទេសក្រៅប្រទេសដែលជាជនជាតិខ្មែរទាំងអស់គ្នានឹងបានឃើញថាអូរាជរដ្ឋាភិបាលសពថ្ងៃហ្នឹងគឺដឹកនាំអញ្ចឹងហើយអត់បានផ្ដល់កិត្តិយសឬក៏អត់បានផ្ដល់តម្លៃថ្លៃថ្នូរអីដល់សិស្សទេគឺមានតែយកពីសិស្សឬក៏គៀបសង្កត់ពីអាណាព្យាបាលរបស់សិស្សទៅទៀតអញ្ចឹងហើយវាមានយុទ្ធសាស្ត្រទី5បន្ថែមទៀតបងប្អូនប្រជាពលរដ្ឋគឺសមត្ថភាពនៃការប្រកួតប្រជែងសកលអញ្ចឹងប្រកួតប្រជែងសកលយ៉ាងម៉េចបងប្អូនប្រជាពលរដ្ឋគឺមានការចេះប្រើបច្ចេកទេសគេហៅថាបច្ចេកទេសដោយសពថ្ងៃដោយលោកគ្រូបានលើកឡើងអញ្ចឹងថាវាមានប្រព័ន្ធអ៊ីនធឺណិតវាមានប្រព័ន្ធ AI វាមានគេហៅថាវិទ្យាសាស្ត្រដែលត្រូវការសិក្សាដែលត្រូវការធ្វើឲ្យវាមានការរីកចម្រើននៃការសិក្សាហ្នឹងគឺវាមានច្រើនសន្ធឹកសន្ធាប់ដែលយើងទាំងអស់គ្នាត្រូវតែមានការសិក្សាបើមិនយើងអត់បានសិក្សាទេគឺដូចបានលើកឡើងអញ្ចឹងគឺវាដើរថយក្រោយគេដូចប្រទេសនៅជិតខាងគេមានការសិក្សាបានខ្ពស់មែនទែនអញ្ចឹងគេហៅថាភាសាបរទេសនឹងយើងត្រូវចេះផងដែរបងប្អូនប្រជាពលរដ្ឋយើងអត់អាចនៅតែភាសាខ្មែរយើងដោយជនជាតិផ្សេងអញ្ចឹងឧទាហរណ៍ថាដូចនៅប្រទេសថៃអញ្ចឹងបងប្អូនប្រជាពលរដ្ឋគេថាបើគេមិនអាចសិក្សាភាសាបរទេសក៏មានការងារធ្វើខ្មែរយើងអត់យកអញ្ចឹងឯងគឺយើងថាត្រូវតែរកភាសាបរទេសដើម្បីមកសិក្សាស្រាវជ្រាវពីព្រោះភាសារបស់យើងមិនអាចទៅសិក្សាស្រាវជ្រាវរកគេហៅថាបច្ចេកវិទ្យាផ្សេងបច្ចេកទេសផ្សេងដែលផ្ដល់ឲ្យអាភាពរីកចម្រើនក្នុងការសិក្សាហ្នឹងបានល្អដូចភាសាបរទេសទេអញ្ចឹងភាសាបរទេសដូច
យើងដឹងស្រាប់ហើយគឺភាសាអង់គ្លេសជាចម្បងនឹងអញ្ចឹងយើងត្រូវតែមានការសិក្សាផ្ដល់ឲ្យបងប្អូនឬក៏ផ្ដល់ឲ្យសិស្សនឹងមានការសិក្សាធ្វើម៉េចបញ្ជូនឲ្យទៅរៀននៅក្រៅប្រទេសនៅក្នុងប្រទេសក្តីក៏ចេះលើកទឹកចិត្តចេះឲ្យតម្លៃរបស់ទាំងនោះដើម្បីឲ្យកូនសិស្សឬក៏ដើម្បីឲ្យគ្រូមានការអប់រំខ្ពស់អញ្ចឹងហើយអស់ទៅនឹងឯងដែលរាជរដ្ឋាភិបាលដឹកនាំដោយលោកប្រធានសំរងស៊ីនឹងមានការគិតគូរខ្ពស់ពីរឿងហ្នឹងដើម្បីឲ្យការសិក្សារបស់យើងខុសប្លែកពីការសិក្សារបស់រាជរដ្ឋាភិបាលរបស់ហ៊ុនសែនហើយនឹង7មករាហ្នឹងឯងនឹងសូមចូលរួមប៉ុណ្ណឹងខ្ញុំចង់បន្ថែមទៅក្នុងរឿងភាសាហ្នឹងសំខាន់ណាស់បងលើកមកមិនហ្នឹងណាចេះបងប្អូនជនជាតិកាលណាយើងចេះតែភាសាខ្មែរឧទាហរណ៍យើងវាយចូលក្នុង computer ជួនកាលវាឆ្លើយចេញមកមិនសូវច្បាស់លះព័ត៌មានដែលនៅក្នុង AI ក្តីមិនសូវច្បាស់លះដូចជាភាសាអង់គ្លេសទេអញ្ចឹងបើសិនជាសិស្សយើងដែលចាប់ពីថ្នាក់ទី4ឡើងលើរហូតទៅរៀនភាសាអង់គ្លេសរហូតដល់ពេលគាត់ចប់វិទ្យាល័យចប់បានឌីប្លូមដល់ទៅបរិញ្ញាអីចឹងទៅគាត់មានឱកាសវាយជាភាសាអង់គ្លេសគាត់ចេះចឹងទៅព័ត៌មានដែលបានមកពីភាសាហ្នឹងគឺមានប្រយោជន៍សម្រាប់គាត់មែនទែនធ្វើឲ្យគាត់កាន់តែឆ្លាតជាវៃថែមទៀតចំណុចដែលបងលើកមកទៅរឿងភាសាហើយក៏សាលានឹងទៀតសោតគឺយើងទទួលសញ្ញាបត្រអីស្មើនឹងកាលណាសិស្សយើងចេះច្រើនយើងមានការប្រកួតប្រជែងជាមួយអន្តរជាតិនៅប្រទេសនៅបណ្ដាអាស៊ានមើលប្រទេសសិង្ហបុរីប្រទេសវៀតណាមអីហ្នឹងគឺគេមានការអប់រំខ្ពស់អញ្ចឹងគេអាចឲ្យតម្លៃទៅសញ្ញាបត្ររបស់យើងដែលចេញមកគឺជាសញ្ញាបត្រដែលមានតម្លៃអាចប្រកួតប្រជែងជាមួយគេបាននេះ accredited ស្មើនឹងសញ្ញាបត្រគេដទៃទៀតដែរមិនមែនតែឥឡូវចេញមកសញ្ញាបត្រយើងគេរាប់គេឲ្យតម្លៃដល់លីងចូលមកស្រុកខ្មែរគឺចប់ហើយចូលស្រុកអាមេរិកសញ្ញាបត្រពីខ្មែរមកគឺចប់ហើយយើងចង់បានបែបហ្នឹងឯងយើងចង់បានសញ្ញាបត្រកូនសិស្សខ្មែរដែលខំរៀនប្រហែលឆ្នាំមកហ្នឹងចំណាយពេលវេលាលុយកាក់ឡើងសន្ធឹកសន្ធាប់មកហ្នឹងចង់ឲ្យបដលប្រទេសគេនេះគេឲ្យតម្លៃបែបហ្នឹងដែរអញ្ចឹងបន្ថែមប៉ុណ្្នឹងសូមអធិស្ឋានអ្នកសម្រាប់ស្រួលគាត់អង្គុយស្ដាប់យូរបន្តទៀតជាប់ញូនបាទគុណចាស់និងលោកគ្រូខ្ញុំជាអតីតគ្រូបរិញ្ញាខ្ញុំសង្កេតឃើញរដ្ឋាភិបាលគ្រប់គ្រងរយៈពេល35ឆ្នាំនៃយើងឃើញថាតាំងពីឆ្នាំ1991មកដល់ឥឡូវនេះគឺអត់ធ្វើតាមគោលការណ៍នៃ$23ទេពីព្រោះដែល5ចំណុចដែលគោលការណ៍យុទ្ធសាស្ត្រ5ចំណុចនៃកំណែតម្រង់នេះគឺសុទ្ធតែជាគោលការណ៍នៅក្នុង$23អញ្ចឹងនេះគឺជាចំណុចខ្វះខាតមួយដូចជាបច្ចុប្បន្នយើងឃើញថាប្រព័ន្ធអប់រំពីតំបន់ជុំជនទៅនឹងតំបន់ដាច់ស្រយាលនោះគឺអត់មានការអប់រំស្មើគ្នាទេគឺមានខុសគ្នានៅតំបន់ជុំជនមានគ្រូគ្រប់គ្រាន់ទៅនៅតំបន់ដាច់ស្រយាលខ្វះអគារខ្វះគ្រូហើយសម្ភារៈមិនគ្រប់គ្រាន់ហើយតាក់ទងបច្ចេកវិទ្យាដូចជា laptop computer តាក់ទងនឹងគោលការណ៍របស់$23គឺអត់មានដែលយកមកប្រើទេពីព្រោះខ្ញុំបានឆ្លៃជ្រាវទៅពីឆ្លៃជ្រាវទៅឃើញថាគោលការណ៍$23នេះគឺគេមានតាំងពីឆ្នាំ1991មកម្លេះហើយរដ្ឋាភិបាល7មករាគឺអត់បានយកមកប្រើទេនៅក្នុងគោលការណ៍នេះហើយចំណុចទាំង5នេះគឺសំខាន់ណាស់លោកគ្រូនិងគុណម្ចាស់ដែលបានបកស្រាយនេះគឺជាចំណុចដែលរដ្ឋាភិបាលខ្វះខាតទាំងស្រុងតែម្ដងរដ្ឋាភិបាល7មករាអញ្ចឹងគឺជាចំណុចមួយដែលអាចកែតម្រូវឲ្យវិស័យអប់រំមានការរីកចម្រើនហើយខ្ញុំសង្កេតឃើញទៀតក្នុងរយៈពេល35ឆ្នាំនេះគឺការធ្វើតេស្ត81ប្រទេសនៅអាស៊ីយើងនេះគឺប្រទេសកម្ពុជាជាប់លេខ81តែម្ដងគឺអញ្ចឹងបានន័យថាវាខ្សោយវាខ្សោយដល់កម្រិតហើយបានន័យថាបាក់តារាងតែម្ដងហើយក្នុងនោះយើងចាញ់ប្រៀបគេបានន័យថាប្រព័ន្ធអប់រំយើងគឺចាញ់ប្រៀបគេដាច់តែម្ដងអញ្ចឹងកន្លែងនេះគឺជាចំណុចពិសេសមួយសម្រាប់វិស័យអប់រំនៃរដ្ឋាភិបាលឯករាជ្យ$23ដែលត្រូវយកអនុវត្តនៅពេលខាងមុខបើសិនជាលោកគ្រូអាចថាអាចបានមានលទ្ធភាពចូលទៅបម្រើនៅក្នុងប្រទេសអញ្ចឹងតាក់ទងនឹងសំណួរបន្ថែមទៀតដែរលោកគ្រូតើលោកគ្រូនឹងព្រះអង្គម្ចាស់មានការបន្ថែមលើសពី5ចំណុចខាងលើដើម្បីឲ្យពលរដ្ឋសិស្សនិស្សិតនិងបុគ្គលិកអប់រំមានភាពជឿជាក់លើវិស័យអប់រំ$23យ៉ាងណាខ្លះដែរទេលោកគ្រូនឹងគុណម្ចាស់បាទសូមហើយសំខាន់ណាស់ដែលយើងត្រូវរំលឹកពីគម្រោងច្បាស់លាស់ប្រកបច្បាស់ប្រកបពិតប្រកបដើម្បីឲ្យបងប្អូនគាត់ស្ដាប់ទៅគាត់យកទៅពិចារណាយើងមិនមែនចេះតែនិយាយទេក្នុងការធ្វើកិច្ចការណាមួយយើងមានគម្រោងការយើងមានគម្រោងច្បាស់លាស់បញ្ហាសប្តាហ៍ថ្ងៃដែលប្រឈមខ្លាំងជាងគេមានបញ្ហាធំ2លើកទៅ2មកបានណាទី1បញ្ហាគ្រូបង្រៀនយើងឃើញថាដែលគាត់ទៅបង្រៀនគួរបរៀនអីហ្នឹងគឺមកពីថវិកាប្រាក់ខែនឹងគាត់គ្រប់អញ្ចឹងប្រសិនបើ
យើងជាអ្នកដឹកនាំរដ្ឋាភិបាលកម្ពុជាពេលដឹកនាំក្នុងស្រុកមានឱកាសដឹកនាំក្នុងស្រុកយើងនឹងតម្លើងប្រាក់ខែគ្រូកុំឲ្យគាត់ខ្វះខាតពីព្រោះគ្រូត្រូវយ៉ាងហោចបំផុតគ្រូបឋមត្រូវ$500ឡើងលើប្រាក់ខែគ្រូនេះវាទាក់ទងនឹងប្រព័ន្ធការងារផងដែរព្រោះកាលណាគ្រូម្នាក់ដែលគាត់ខំប្រឹងទទួលការវឹកវើបណ្ដុះបណ្ដាលបើចេញជាអាជីពគ្រូនឹងមិនមែនស្រួលងាយទេត្រូវឆ្លងកាត់ការសិក្សាច្រើនឆ្នាំបន្ទាប់មកមានចូលគ្រូកសលថែមទៀតហើយបន្ទាប់មកទៀតគាត់មកទៅហាត់វឹកវើដើម្បីឲ្យគាត់បានជួលមកធ្វើជាគ្រូបង្រៀននៅសាលាហ្នឹងអញ្ចឹងគាត់ចំណាយអស់លុយច្រើនអស់ពេលវេលាច្រើនអស់កម្លាំងកាយបញ្ញាច្រើនអញ្ចឹងថវិកាសម្រាប់គាត់ប្រាក់ខែគាត់$500វាអត់ខាតអត់មានអីទេល្មមគ្រប់គ្រាន់តែចំពោះគ្រូដែលបរៀននៅឧត្តមសិក្សាចាប់ពីសាកលវិទ្យាល័យមហាវិទ្យាល័យឡើងទៅដោយសារតែគាត់បានសិក្សាខ្ពស់ហើយចំណាយពេលច្រើនជាងគ្រូបឋមអញ្ចឹងប្រាក់ខែអាចទៅដល់$1,200ឬ$1,500មិនមែននិយាយដើម្បីឲ្យធូរពោះទេគឺថាតើថវិកានេះបានពីណាមកយើងត្រូវគិតថា25%នៃថវិកាជាតិត្រូវតែចំណាយទៅលើការសិក្សាដូចជាប្រទេសគេដទៃទៀតតែនៅជុំវិញគឺគិតគូពីអនាគតរបស់ប្រទេសជាតិគេនឹងគឺបើសិនបើប្រទេសមួយដែលដូចនិយាយពីដើមទីមិញអញ្ចឹងប្រទេសមួយដែលមានការជឿនលឿនមិនមែនអាស្រ័យទៅលើពលរដ្ឋដែលមិនមានការចេះដឹងទេអញ្ចឹងយើងត្រូវតែបណ្ដាក់ទុនជាមួយពលរដ្ឋជាមួយគ្រូដែលខំរៀនខំសូត្រមកជាច្រើនឆ្នាំកន្លងមកហ្នឹងគាត់ត្រូវមានឱកាសទទួលឲ្យបានសមរម្យណាខាងផ្នែកទៅក៏ចេញធ្វើការងារទៅចេញបរៀនទៅហើយ25%នេះគឺថាបានពីណាមកឧទាហរណ៍ឥឡូវរដ្ឋយើងប្រទេសកម្ពុជាចំណាយលុយ$1,000 លាន$10,000 លានមិន$1,000 $10,000 លានហើយបើសិនជាយើងយក25%នៃ$10,000 លានវាស្មើនឹង 2.5 បូកនឹង4ណាបាទ 2.5 អញ្ចឹង25% ស្មើនឹង 1/4 ស្មើនឹង$20,000 លាន$20,000 លានសំទោស$25,000 លានណា$25,000 លានស្មើនឹង$2,500 លានភាសាខ្មែរយើងពិបាកស្ដាប់បន្តិចស្មើនឹង2.5 2.5 billion ណា$25,000 លានឲ្យស្រួលស្ដាប់ហើយស្រុកខ្មែរយើងមាន25ខេត្តក្រុងអញ្ចឹងយើងដាក់ទៅមកយើងយកចំនួនមធ្យមគេដឹងថាខេត្តបៃលិនខេត្តកែបអីហ្នឹងវាទុយទេប៉ុន្តែក៏ខេត្តធំមួយចំនួនវាអាចលើសពី100លានខេត្តទុយហ្នឹងអាចតិចជាង100លានអញ្ចឹងយើងយកមកជុំមកខេត្ត100លានហើយយកមកចំណាយទៅលើប្រាក់ខែគ្រូទៅលើ computer សាលារៀនយើងមានស្រាប់តាហើយនឹងប្រព័ន្ធសម្ភារៈអីផ្សេងទៀតរួមទាំងបណ្ណាល័យផងសំខាន់ណាយើងត្រូវចែកទៅដល់សិស្សមិនត្រឹមតែប៉ុណ្្នឹងទេចំណុចទី2ដែលយើងខ្វះខាតសង្កេតឃើញសប្តាហ៍ថ្ងៃនេះយើងឃើញសិស្សយើងមួយចំនួននិយាយខ្លីទៅទូទាំងប្រទេសមិនមួយចំនួនទេអត់មានអាហារសម្រាប់ញ៉ាំទេនៅសាលារៀនគឺខ្វះតែម្ដងមិនខ្ញុំធ្វើការនៅស្រុកនេះជាង30ឆ្នាំមកហ្នឹងគឺនៅសាលារៀនគឺពេលណាដែលសិស្សមករៀនព្រលឹមឡើងគឺមានអាហារពេលព្រឹកសម្រន់មានទឹកដោះគោផ្លែឈើនំប៉័ងអីតិចតួចចឹងទៅដល់ពេលថ្ងៃឡើងមកញ៉ាំបាយថ្ងៃត្រង់មានសិស្សញ៉ាំបាយមានអាហារផ្លែគ្នារៀងរាល់ថ្ងៃក្នុងមួយសប្តាហ៍នឹងមាន5ថ្ងៃរៀនពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រហ្នឹងគឺចែកម្ហូបអាហារផ្សេងគ្នាអញ្ចឹងសិស្សញ៉ាំអត់ធុញហើយសម្បានញ៉ាំរាល់ថ្ងៃមួយថ្ងៃ2ដងយ៉ាងហើយនេះអត់និយាយពីរឿងកម្មវិធីក្រោយពីចប់រៀនទេណាក្រោយពីចប់រៀនទៅម៉ោងរៀនធម្មតាម៉ោង8ទៅម៉ោង2កន្លះរៀនទាំងចេញលេងទាំងម៉ោង lunch ហ្នឹងវាសាច់រៀនវាគិតតែមក5ម៉ោងកន្លះអញ្ចឹងសិស្សរៀននៅរហូតនៅសាលាហ្នឹងហើយបើសិនណារៀនខ្សោយគេអាចបន្ថែមម៉ោង2ម៉ោងក្រោយពីសាលារៀនថែមតិចគេហៅថា extra curricular activity អញ្ចឹងសិស្សរៀនថែមបន្តិចទៀតប៉ុន្តែមិនមែនរៀនគួរទេរៀនបន្ថែមសិស្សសម្រាប់សិស្សខ្សោយតែម្ហូបអាហារមានស្រាប់ចំពោះខ្មែរយើងវិញស្រុកខ្មែរយើងវិញណាបងប្អូនជួយរួមជាកន្លែងនេះសំខាន់ណារដ្ឋាភិបាល$23គឺនឹងចែកផ្ដល់ឱកាសដល់កូនខ្មែរយើងមិនបាច់ឲ្យគាត់ទៅសាលាទៅផ្ទះវិញទៅញ៉ាំបាយទេឲ្យគាត់នៅសាលានឹងម្ដងចែកបាយនៅសាលាដោយឥតគិតថ្លៃបាទព្រោះបងប្អូនកូនខ្មែរកូនក្មួយកូនចៅយើងទាំងអស់ហ្នឹងគាត់ខ្វះខាតឪពុកម្ដាយក៏ខ្វះខាតដែរហើយបើសិនជាឆ្លៀតដើរយកពេលហ្នឹងទៅផ្ទះថែមទៀតដើម្បីញ៉ាំអាហារដោយថាគាត់អត់មានអាហារគ្រប់គ្រាន់ឬមិនមានលុយគ្រប់គ្រាន់សម្រាប់ទិញម្ហូបអាហារនៅសាលាហ្នឹងគឺខាតពេលហ่ะដូចកាលខ្ញុំកណារៀនពេលព្រឹកអញ្ចឹងរៀនចប់ទៅដល់ម៉ោង11អញ្ចឹងចេញទៅបាត់ហើយទៅដល់ម៉ោង1បានចូលមកវិញព្រោះទៅមកដើរទៅដល់ផ្ទះញ៉ាំបាយដើរមកវិញដើរទៅដើរមកវាខាតអញ្ចឹងយើងអត់ទេយើងឲ្យសិស្សនៅនឹងសាលានឹងតែម្ដងហើយញ៉ាំអាហារនៅកន្លែងហ្នឹង
ហើយឪពុកម្ដាយអត់ខ្វល់ថាអ្នកណាត្រូវមើលកូនមើលអីទេគាត់ដឹងថាយកកូនមកដាក់ពីម៉ោង8ទៅដល់ម៉ោង2កន្លះហ្នឹងគាត់មានភាពកក់ក្ដៅក្នុងចិត្តរបស់គាត់ដឹងថាកូននៅសាលាមានសុវត្ថិភាពហ្នឹងអញ្ចឹងគាត់ឲ្យមិនព្រួយបារម្ភរឿងថ្លៃបង់សាលាថ្លៃម្ហូបអាហារកូនទាំងអស់គឺរដ្ឋឧបត្ថម្ភចំណុចទាំងពីរហ្នឹងទាំងអាហារទាំងការសិក្សាហើយសម្ភារៈទាំងអស់នៅលើសាលាទាំងអស់នេះជាគោលបំណងរបស់យើងចំណុចសំខាន់ខ្លះហើយបើព្រះអង្គមានអីបន្ថែមសូមនិមន្តទៀតហ្នឹងឯងស្មាចង់លើកឡើងពីប្រព័ន្ធការសិក្សានៅតាមជនបទស្រុកស្រែរបស់យើងផងដែរគឺបើសិនជាយើងបានគ្រប់គ្រងយើងតាមការពិតគឺវាត្រូវទៅបានតែគោលបំណងរបស់យើងតែវាអាចប្រើរយៈពេលយូរបន្តិចបងប្អូនប្រជាពលរដ្ឋអញ្ចឹងយើងទៅឈានការដឹកនាំប្រទេសមួយហ្នឹងគឺយើងត្រូវតែមានគោលនយោបាយច្បាស់លាស់ដូចបានលើកឡើងពីខាងដើមអញ្ចឹងបងអញ្ចឹងយើងត្រូវគេហៅថាពង្រឹងអ្នកនៅតាមជនបទអីដូចសពថ្ងៃយើងដឹងស្រាប់ហើយបងប្អូនប្រជាពលរដ្ឋខ្មែរដែលនៅតាមជនបទហ្នឹងគឺអត់បានសិក្សាទេហេតុអីបានអញ្ចឹងគឺយើងមើលគេហៅថាគេហៅជាក់ស្ដែងដែលវាកើតមានបញ្ហានៅក្នុងប្រទេសខ្មែរយើងសពថ្ងៃគឺបងប្អូនប្រជាពលរដ្ឋនៅតាមជនបទនៅតាមស្រុកភូមិផ្សេងហ្នឹងគឺភាគច្រើន 100% គឺថ្នាក់ទី6ទី7គ្រាន់តែបានចូលថ្នាក់ទី7គឺឈប់ហើយគឺអត់អាចទៅទៀតបានទេហេតុអីបានអញ្ចឹងបងប្អូនប្រជាពលរដ្ឋគឺជាពាក្យបំណុលកាលណាជាពាក្យបំណុលរបស់គេម៉ែជាពាក្យបំណុលគេគឺពីដល់កូនចូលថ្នាក់ទី7ទី8មើលទៅឃើញកូនអាចទៅជួយរកម្ដាយឪពុកបានខ្លះហើយអញ្ចឹងឲ្យកូនទៅរកហើយកូនបោះបង់ការសិក្សាពាក់អានឹងឯងដែលរាជរដ្ឋាភិបាលដែលដឹកនាំដោយតកូលហ៊ុនហ្នឹងគឺចង់ឲ្យប្រជាពលរដ្ឋល្ងងចង់ឲ្យប្រជាពលរដ្ឋហ្នឹងអត់បានសិក្សារៀនសូត្រហេតុអីបានគាត់អត់ចង់ឲ្យប្រជាពលរដ្ឋមានការសិក្សាកាលណាមានការសិក្សាគឺអាការសិក្សានឹងឯងធ្វើឲ្យវាដឹងគេហៅថាអំពើអាក្រក់របស់រាជរដ្ឋាភិបាលដែលបានប្រព្រឹត្តធ្វើសពថ្ងៃហ្នឹងគឺដូចបបបញ្ឆោតផ្សេងឬក៏ធ្វើប្រព័ន្ធសិក្សាហ្នឹងវាអត់មានតម្លាភាពវាមានអំពើពុករលួយវាមានឲ្យប្រាក់ខែគ្រូហ្នឹងគឺអត់បានត្រឹមត្រូវឲ្យគ្រូហ្នឹងបង្រៀនយកលុយពីកូនសិស្សយកលុយពីអាណាព្យាបាលរបស់កូនសិស្សអានទៅនឹងឯងដែលបើសិនជារាជរដ្ឋាភិបាល23តុលាបានដឹកនាំប្រទេសឲ្យបានកាន់អំណាចឲ្យបានជាក់លាក់ហើយយើងបង្កើតគោលការណ៍អត់ឲ្យមានអំពើទាំងនឹងបានមានដោយសពថ្ងៃនឹងទេអានឹងឯងគឺចំណុចល្អដែលរាជរដ្ឋាភិបាល23តុលានឹងដើរទៅឲ្យបានត្រឹមត្រូវហើយក៏ឲ្យបង្កើតការសិក្សានឹងឲ្យបានជាក់លាក់ច្បាស់លាស់ហើយធ្វើឲ្យបានហើយអត់មានអំពើពុករលួយគឺវាមានក្របខ័ណ្ឌរបស់អ្នកដែលត្រួតពិនិត្យត្រឹមត្រូវអ្នកដែលមើលការខុសត្រូវប្រព័ន្ធការសិក្សាហ្នឹងគឺត្រួតពិនិត្យតែរៀងរាល់ខែមានការសិក្សាប្រជុំគ្នាពិគ្រោះគ្នាមិនថាតាំងពីថ្នាក់ក្រោមមកដល់ថ្នាក់លើទេគឺមានការសិក្សាច្បាស់លាស់អញ្ចឹងហើយធ្វើឲ្យប្រព័ន្ធអំពើពុករលួយហ្នឹងគឺអត់អាចកើតមានបានទេអញ្ចឹងហើយអស់ទៅនឹងឯងដែលវាខុសប្លែកពីរាជរដ្ឋាភិបាលដែលដឹកនាំសពថ្ងៃហ្នឹងហើយហ្នឹងរាជរដ្ឋាភិបាលដឹកនាំដោយលោកប្រធានសំរងស៊ីដែលបានបង្កើតឡើងសពថ្ងៃហ្នឹងគឺវាមានភាពខុសគ្នាអញ្ចឹងសូមឲ្យបងប្អូនប្រជាពលរដ្ឋជឿគេហៅថាជឿទុកចិត្តជាមួយរាជរដ្ឋាភិបាលដែលដឹកនាំដោយលោកប្រធានកណាចង់បន្ថែមទីសូមអធិស្ឋានសម្រាប់សំណួរសួរថាថវិកាដែលយើងបានមក1/4ឬ 25% នៃថវិកាជាតិទាំងមូលនោះបានពីណាមកយើងមើលស្ថាប័នស្រុកខ្មែរសប្តាហ៍ថ្ងៃហ្នឹងមិនតិចស្ថាប័នទេចំណាយលុយខ្ជិះខ្ជាយគេជើធ្លុះណាគ្រប់ស្ថាប័នឲ្យមានរដ្ឋលេខាធិការនោះរដ្ឋលេខាធិការរាប់រយនាក់ថែមទៀតបាទហើយសរុបទៅខាងផ្នែកមន្ត្រីរាជការខាងផ្នែកទាហានក៏ដូចគ្នាដែរត្រូវកាត់បន្ថយទាំងខាងផ្នែកទាហានផងព្រោះផ្កាយច្រើនពេកបាទភ្លឺពេញមេឃប៉ុន្តែអត់មានប្រយោជន៍បានតែយកលុយពួកពលរដ្ឋក្រីក្រប្រជាពលរដ្ឋក្រីក្រទៅចំណាយ
សម្រាប់តែបំពន់អំណាចរបស់គេដើម្បីយកមកសង្កត់កនេះថែមទៀតអញ្ចឹងយើងត្រូវបំបត្តិនៅទង្វើបែបអសិលធម៌ទាំងអស់ហ្នឹងអសិលធម៌គឺលួចពីពលរដ្ឋបាទលួចប្លន់ពីពលរដ្ឋឆក់ប្លន់ទាំងអស់ហ្នឹងយកមកឲ្យពលរដ្ឋវិញដើម្បីឲ្យគាត់មានដូចយើងនិយាយពីរឿងកម្រងការរបស់យើងត្រូវការចំណាយថវិកាដើម្បីកូនចៅរបស់យើងមានម្ហូបអាហារគ្រប់គ្រាន់ហូបចុកនៅសាលា2ពេលហើយនឹងគ្រូមានប្រាក់ខែវាវត្តខ្មែរយើងអត់ធំទេប្រទេសយើងទូចបំផុត180,000 គីឡូម៉ែត្រ1035 គីឡូម៉ែត្រការ៉េហ្នឹងទូចអត់បានពាក់កណ្ដាលនៃរដ្ឋកាលីហ្វ័រញ៉ាហ្នឹងផងអញ្ចឹងស្ថាប័នដល់ទៅ28ស្ថាប័នគេអាមេរិកប៉ិនយៈស្ថាប័នមានតែ15បាទហើយដឹកនាំដោយស្រួលមកពីអីមកពីគេឲ្យតម្លៃនេះចង់បញ្ចប់ណាគេឲ្យតម្លៃនៃការអប់រំនឹងខ្លាំងចិញ្ចឹមតាំងពីកូននឹងនៅក្នុងផ្ទៃថែទាំសុខភាពខាងផ្នែកផ្លូវអារម្មណ៍នឹងក្តីហើយផ្លូវកាយនឹងក្តីថែទាំរហូតដល់ចេញមកដល់កើតមកហើយនឹងត្រូវមើលថែទាំចាក់ថ្នាំម្ហូបអាហារជីវជាតិគ្រប់គ្រាន់បំពន់សុខភាពខាងខួរក្បាលនឹងឲ្យកាន់តែមានបញ្ញាឈ្លាសវៃដល់ពេលទៅរៀននឹងគេបង្រៀនឲ្យក្មេងនេះចេះគិតវែងឆ្ងាយមានសេរីភាពក្នុងការបញ្ចេញមតិអត់មានវាយដំចំធាក់សម្លុតអ្វីទាំងអស់អ្នកណាហ៊ានទុកកូននៅផ្ទះគឺអ្នកនឹងខុសច្បាប់ទៀតណាអញ្ចឹងចាប់ពី6ឆ្នាំទៅត្រូវតែឲ្យកូនទៅរៀនឪពុកម្ដាយក៏ដោយអត់មានសិទ្ធិទុកកូននៅផ្ទះទេដូចបងលើកមកបំបញ្ញមិញ7រៀនចប់ថ្នាក់ទី7ត្រូវបញ្ឈប់ឲ្យមិនអញ្ចឹងទេរហូតទៅដល់ថ្នាក់ទី12អាយុ17 18ឆ្នាំបានឈប់មានសិទ្ធិបាទឈប់មានសិទ្ធិឪពុកម្ដាយរដ្ឋឈប់មានសិទ្ធិតែក្រោម18គឺរដ្ឋមានសិទ្ធិគាំពៀកុមារនឹងទាំងអស់រហូតទៅដល់ហ្នឹងនេះជាចំណុចល្អសម្រាប់រដ្ឋាភិបាល$23គឺកាត់បន្ថយការចំណាយឥតប្រយោជន៍ទាំងរាជមន្ត្រីរាជការនិងប៉ូលីសទាហាន PMA ទាំងអស់ហ្នឹងដែលខ្ជិះខ្ជាយលុយរដ្ឋយកមកបំពន់នឹងសិស្សដើម្បីឲ្យបង្កើតធនធានមនុស្សឲ្យមានការចេះដឹងច្រើនហើយបន្ទាប់មកមានជំនាញផ្សេងហូរហែដើម្បីចូលទៅធ្វើការតាមក្រសួងណាក៏ដោយដែលគាត់ចង់ចូលឲ្យគ្មានបកពួកមានសមត្ថភាពរបស់គាត់ខ្ពស់ហ្នឹងគាត់ចូលទៅបម្រើនោះឯងចំណុចដែលធ្វើឲ្យខ្មែរយើងជឿនលឿនដើម្បីប្រកួតប្រជែងខាងទាំងសេដ្ឋកិច្ចទាំងនយោបាយជាមួយនឹងប្រទេសជិតខាងហើយជាពិសេសតកតងនឹងការអប់រំនឹងតែម្ដងគេឲ្យតម្លៃទៅលើសញ្ញាបត្ររបស់យើងដែលយើងចេញមកតាមបែបស្តង់ដារអន្តរជាតិសូមអរគុណអាត្មាសូមចូលរួមបន្តិចទៀតទៅចោះបងហ្នឹងអញ្ចឹងតកតងជាមួយនឹងប្រព័ន្ធការអប់រំរបស់យើងបើសិនជាយើងបានទៅកាន់អំណាចថ្ងៃណាមួយគឺយើងចង់ឲ្យសិស្សឬក៏ចង់ឲ្យគ្រូឬក៏ប្រជាពលរដ្ឋខ្មែរយើងជាមេគំនិតនៃការគិតនៅក្នុងការមិនថាការសិក្សាក្តីធ្វើអ្វីមួយក្តីគឺយើងជាមេគំនិតមិនមែនធ្វើកម្មកររត់មកនៅប្រទេសគេដូចសពថ្ងៃទេអានឹងបើសិនរាជរដ្ឋាភិបាលដែលដឹកនាំដោយលោកប្រធានសំរងស៊ីដែលបានដឹកនាំប្រទេសហើយប្រើអំណាចទៅនឹងគឺយើងធ្វើជាមេគំនិតនៃការគិតអ្វីមិនថាគ្រូក្តីមិនថាសិស្សក្តីមិនថាប្រជាពលរដ្ឋក្តីគឺយើងជាមេគំនិតរបស់ខ្លួនឯងគឺអត់មកធ្វើបើយើងនិយាយឲ្យពិបាកស្ដាប់បន្តិចទៅមកធ្វើកម្ជិះគេនៅតាមប្រទេសថៃក្តីតាមប្រទេសកូរ៉េក្តីយើងអត់ធ្វើអញ្ចឹងទេបើមិនយើងបានដឹកនាំប្រទេសថ្ងៃណាមួយយើងនឹងធ្វើឲ្យខ្មែរជាមេគំនិតរបស់ខ្លួនឯងបងកណាសូមអរគុណព្រះអង្គដែរតកតងនឹងភារបទយើងនេះឃើញថាគោលនយោបាយនៃវិស័យអប់រំរបស់រដ្ឋាភិបាល$23នេះឃើញថាល្អប្រសើរហើយខ្ញុំចង់បន្ថែមបន្តិចដែរវាល្អប្រសើរដោយសារវាស្របទៅនឹងមានការប្រកួតប្រជែងជាមួយនឹងប្រទេសនៅលើពិភពលោកខុសពីរដ្ឋាភិបាល7មករាដែលវិស័យអប់រំយើងឃើញថាមានការរាំងខ្ទប់ដោយសារខ្ញុំជាគ្រូផ្ទាល់គឺឃើញមានខុសប្រក្រតីច្រើនហើយបច្ចុប្បន្នខ្ញុំឃើញនៅប្រទេសថៃមានអាហារមានការផ្ដល់ថវិកាដល់សិស្សរហូតដល់សិស្សវិទ្យាល័យក្នុងមួយថ្ងៃ100បាតហ្នឹងគឺវាស្មើនឹង$3ជាងហើយអញ្ចឹងឃើញថាលោកពូបកស្រាយតាក់ទងនឹងការបម្រើឲ្យបុគ្គលិកអប់រំសិស្សនិស្សិតឬក៏អាណាព្យាបាលមេដាបេដាសិស្សពលរដ្ឋហ្នឹងគឺឃើញថាគោលនយោបាយរបស់វិស័យអប់រំនៃរដ្ឋាភិបាល$23នេះល្អប្រសើរណាស់បាទហើយវាស្របទៅនឹងច្បាប់អន្តរជាតិនៃកម្មវិធីUNESCO ទៅទៀតបាទហើយនៅក្នុងហ្នឹងគឺមានគោលនយោបាយហ្នឹងគឺនៅមានច្រើនប៉ុន្តែដោយសារពេលវាខ្លីហើយ
ក៏អស់ដែរខ្ញុំខន្តីអភ័យទោសផងពីលោកពូនិងគុណម្ចាស់ហើយសូមបញ្ចប់ត្រឹមនឹងចោះហើយបើសិនជាមានឱកាសសូមលោកពូនិងព្រះអង្គម្ចាស់ជួយឡើងបកស្រាយណែនាំបន្ថែមតាក់ទងនឹងគោលនយោបាយរបស់វិស័យអប់រំនៃស្ថាប័នកម្ពុជាឯករាជ្យ$23សូមជំរាបលាសូមថ្លែងបង្គំលានិងជំរាបលាលោកពូព្រះអង្គបាទសូមអរគុណបាទអរគុណសុខិនចេះខ្ញុំសូមបើកវងកញ្ចក់ទេណានេះក្រៅពីប្រធានបទរបស់យើងឯងសូមអ្នកដែលវិជារបស់យើងសូមដាក់ទៅរូបខ្ញុំមួយសិនតាដើម្បីពីវិនិយោគមកផ្លេតដោយសារតែព្រឹត្តិការណ៍នៅថ្ងៃទី19នេះសំខាន់ណាអញ្ចឹងសូមជើញហ្នឹងហើយសូមជម្រាបសួរសាជាថ្មីដល់បងប្អូនជនរួមជាតិដែលនៅសហរដ្ឋអាមេរិកជាពិសេសនៅម្ដុំរដ្ឋ Washington រដ្ឋធានី Washington Maryland Virginia Delaware នៅ Pennsylvania New York យើងនឹងធ្វើបាតកម្មនៅថ្ងៃទី19បាទនៅព្រឹកថ្ងៃទី19ពេលដែលនាយករដ្ឋមន្ត្រីខ្មែរលោកហ៊ុនម៉ាណែតនឹងមកសហរដ្ឋអាមេរិកស្ងាត់មកសហរដ្ឋអាមេរិកនេះដូច្នេះយើងនឹងចូលរួមធ្វើបាតកម្មនៅថ្ងៃទី19បាទម៉ោង11ព្រឹកនៅរដ្ឋធានី Washington កន្លែង Trump Center ហើយដើម្បីមកប្រជុំក្រុមប្រឹក្សាសន្តិភាពបាទក្រុមប្រឹក្សាសន្តិភាពដែលអញ្ជើញមកដោយលោកប្រធានាធិបតី Donald Trump ប៉ុន្តែទោះបីពេលវេលាខ្លីយ៉ាងម៉េចក្តីសូមបងប្អូនទៅចូលរួមខ្ញុំនិងភរិយាខ្ញុំនឹងជិះយន្តហោះទៅទោះបីសម្បត្តិកប៉ាល់ហោះថ្លៃយ៉ាងម៉េចក្តីមិនតិចជាង$800ទេក្នុងម្នាក់ប៉ុន្តែយើងដើម្បីជាតិយើងនឹងលះបង់ពេលវេលានឹងអត់ងុយទៅហើយទៅព្រឹកមកវិញល្ងាចជីកប៉ាល់ហោះ8ទៅ10ម៉ោងដូច្នេះយើងសូមអញ្ជើញបងប្អូនជនរួមជាតិចូលរួមបាតកម្មនៅរដ្ឋធានី Washington ថ្ងៃប្រហោះទី19ខែកុម្ភៈឆ្នាំ2026វេលាម៉ោង11ព្រឹកនៅរដ្ឋធានី Washington ដើម្បីទាមទារឲ្យលោកហ៊ុនម៉ាណែតនឹងយកករណីតុលាការ ICJ បាទទៅប្រើយន្តការអន្តរជាតិ PPA ក៏ដូចជាប្តឹងទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC ជាពិសេសរឿង ICJ នឹងតែម្ដងដែលថាប្តឹងឲ្យនៅតែមិនប្តឹងមកទល់នឹងពេលនេះអត់ហ៊ានប្តឹងទាំងអស់ចេះតែកុហកបោកពលរដ្ឋប្រើប្រជាពិធគ្រប់បែបយ៉ាងអញ្ចឹងគោលបំណងរបស់យើងនឹងជំរុញឲ្យលោកហ៊ុនម៉ាណែតទោះបីគាត់មិនធ្វើយ៉ាងណាក្តីប្រជាពលរដ្ឋខ្មែរអត់សុខចិត្តទេហើយអញ្ចឹងសូមអរគុណនិងសូមអរគុណជួបគ្នានៅរដ្ឋធានី Washington ថ្ងៃពហុទី19ខែកុម្ភៈនៅវេលាម៉ោង11ព្រឹកនៅ Washington DC ហើយអ្នកស្រីទិតកំហ៊ុនក៏គាត់នឹងចូលរួមជាមួយយើងខ្ញុំដែរអញ្ចឹងសូមទៅចូលរួមកន្លែងទាំងអស់គ្នាបាទដើម្បីជាតិយើងទាំងអស់គ្នាបាទសូមអរគុណនិងសូម